ថៃបង្កើនការវាយប្រហារជ្រៅ70គីឡូម៉ែត្រចូលកម្ពុជាដោយប្រើ F-16 ទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិលស្ថានភាពតាមព្រំដែនថៃកម្ពុជាបានឈានដល់កម្រិតគ្រោះថ្នាក់បំផុតខណៈដែលយោធាថៃបានពង្រីកការវាយប្រហារតាមដែនអាកាសយ៉ាងកក្លឿនចូលដល់ជម្រៅ70គីឡូម៉ែត្រក្នុងទឹកដីអធិបតេយ្យកម្ពុជាយោងតាមរបាយការណ៍លម្អិតពីក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី15ខែធ្នូយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំគោលដៅស៊ីវិលនិងជំរុំភៀសសឹកក្នុងខេត្តសំខាន់ៗចំនួន3សៀមរាបស្រុកស្រីស្នំបន្ទាយមានជ័យភូមិប៉ោយសំរោងស្រុកព្រះនេតព្រះពោធិ៍សាត់ឃុំថ្មដាស្រុកវាវែងក្រសួងការពារជាតិបានកត់ត្រាពីការវាយប្រហារតាមដែនអាកាសដ៏ខ្លាំងក្លាដែលបានចាប់ផ្ដើមពីម៉ោង10ព្រឹកដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់បែកនិងដ្រូនបាញ់ផ្សែងពុលម៉ោង10ព្រឹកយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក2គ្រាប់ក្បែរជំរុំភៀសសឹកក្នុងភូមិសាស្ត្រស្រីស្នំខេត្តសៀមរាបម៉ោង18នាទីដល់ម៉ោង10នាទី F-16 បន្តទម្លាក់គ្រាប់បែក2គ្រាប់ទៀតនៅស្ពានអូជីកព្រំប្រទល់ស្រុកចុងកាល់ឧត្តរមានជ័យនិងស្រុកស្រីស្នំសៀមរាបម៉ោង11:28នាទីព្រឹក F-16 ទម្លាក់គ្រាប់បែក2គ្រាប់បន្ថែមចូលភូមិប៉ោយសំរោងស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យម៉ោង12:56នាទីរសៀលយោធាថៃប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលវាយលុកតំបន់ព្រំដែនភូមិសង្គមថ្មីនិងភូមិឯកភាពក្នុងខេត្តពោធិ៍សាត់ការឈ្លានពានរបស់ថៃមិនមែនមានតែតាមដែនអាកាសនោះទេពីម៉ោង4ទៀបភ្លឺដល់ម៉ោង7:35នាទីព្រឹកថៃបានបាញ់ផ្លោងកាំភ្លើងធំគ្រប់ធុនចូលភូមិសាស្ត្រអូស្មាច់ប្រាសាទខ្នាតនិងតំបន់ជប់អង្គញ់ព្រមទាំងបាញ់ផ្លោងចូលប្រាសាទតាមនធំថ្មដូនតាក្របីនិងក្រុងសំរោងដែលជាតំបន់ជនស៊ីវិលពីម៉ោង7:35ដល់8:30នាទីព្រឹកបន្តបាញ់ផ្លោងចូលតំបន់អានសេះនិងប្រើប្រាស់គ្រាប់បែកចង្កោមរួមជាមួយដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅតាមប្រាសាទបុរាណសំខាន់ៗដូចជាតាមនតាក្របីខ្នានិងប្រាសាទព្រះវិហារការឈ្លានពានរបស់យោធាថៃអូសបន្លាយរយៈពេល9ថ្ងៃនេះបង្កជាសោកនាដកម្មមនុស្សធម៌ពលរដ្ឋខ្មែរស្លាប់13នាក់ពលរដ្ឋរបួស74នាក់ជនភៀសសឹកកើនឡើងដល់ជាង40,000នាក់